បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់កម្មវិធី Snipping Tool កម្មវិធី Snipping Tool គឺជាកម្មវិធីដែលអាចឲ្យអ្នកទាំងអស់គ្នាធ្វើការកាត់យករូបភាពយកមករៀបចំនៅក្នុងកម្មវិធី Word បែបនេះអ្នកទាំងអស់គ្នាអាចធ្វើការរៀបជាមេរៀនឬក៏ជាឯកសារផ្សេងៗបានបាទខ្ញុំសូមលុបរូបនេះចោលទៅបន្ទាប់មកខ្ញុំទៅរកកម្មវិធី Snipping Tool ដោយคลิกនៅក្នុងប្រអប់សេចខាងក្រោមវាយដាក់ថា SNI អ្នកទាំងអស់គ្នាវាយតាបេអក្សរបានហើយវានឹងបង្ហាញនៅខាងលើអ្នកទាំងអស់គ្នាអាចចុចនៅលើនឹងក៏បានចុចនៅលើនេះក៏បានហើយចុចនៅលើ Open នេះក៏បានដែរខ្ញុំសូមតម្លាក់កម្មវិធី Word កម្មវិធី Snipping Tool មានជម្រើស2សំខាន់ទី1នេះគឺសម្រាប់កាត់រូបកាមេរ៉ាគឺកាត់រូបចំណែកទី2នេះគឺកាមេរ៉ាវីដេអូអានឹងគឺសម្រាប់ record screen នៅពេលដែលអ្នកទាំងអស់គ្នារៀន online ឬមួយក៏អ្នកទាំងអស់គ្នាចង់ថត screen វីដេអូមេរៀនអីជាដើមតែការ record screen នេះអ្នកទាំងអស់គ្នាមិនបាច់ប្រើវាទេ tool នេះគឺអត់ល្អទេដោយសារតែអ្នកទាំងអស់គ្នាថត 4-5 នាទីអីទៅវាដាច់ចែកវាដំណើរការអត់ល្អទេអញ្ចឹងយើងកុំប្រើវាអីឥឡូវខ្ញុំចង់កាត់រូបខ្ញុំចុចលើជម្រើសទី1បន្ទាប់មកមុននឹងចុចកាត់អ្នកទាំងអស់គ្នាត្រូវ select នៅត្រង់នេះយើងមានជម្រើសចំនួន4ទី1ឈ្មោះថា free form ពាក្យថា free form មានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការកាត់រូបនៅលើផ្ទៃដែលអ្នកទាំងអស់គ្នាកំពុងមើលនេះជាទ្រង់ទ្រាយណាមួយទៅតាមការចង់បានបញ្ជាក់ម្ដងទៀតទី1អ្នកទាំងអស់គ្នា select ត្រង់នេះហើយបន្ទាប់មកយើងយកពាក្យថា free form នៅត្រង់នេះបន្ទាប់មកដើម្បីកាត់គឺយើងចុចទៅលើ new រួចខ្ញុំធ្វើការគូទៅបាទឧទាហរណ៍ខ្ញុំចង់គូរូបប៉ុណ្ណេះនោះយើងនឹងទទួលបានរូបទៅតាមការគូរបស់យើងហើយអ្នកទាំងអស់គ្នាចង់យកវាទៅដាក់នៅក្នុង Word យើងបើក Word ចឹងមកហើយចុច Ctrl V មកបាទយើងនឹងទទួលបានរូបហ្នឹងហើយបើអ្នកទាំងអស់គ្នាឆ្លាញ់បែបហ្នឹងយកជម្រើសមួយហ្នឹងទៅបាទខ្ញុំសូមលុបចោលបាទបន្ទាប់មកនៅត្រង់នេះមានជម្រើសទី2មួយទៀតមានឈ្មោះថា Full Screen បន្ទាប់ពីយើងបានចុចទៅលើរូបកាមេរ៉ានេះហើយកន្លែងនេះយក Full Screen បន្ទាប់មកចុចលើប៊ូតុង New វាលាក់អក្សរហើយប៊ូតុងនេះគឺប៊ូតុង New ហ្នឹងហើយយើងគ្រាន់តែคลิกលើវាប៉ុណ្ណឹងទៅគឺវានឹងកាត់រូបផ្ទៃ screen របស់យើងនឹងទាំងមូលតែម្ដងវាបានបែបនេះអ្នកទាំងគ្នាមិនបាច់ចុច save មិនបាច់អីទេនាំហត់គឺវា save auto ហើយអ្នកទាំងគ្នាមិនបាច់ទៅរកវាក៏បានដែរគឺយើងចូលមកកម្មវិធី Word តែយើងចុច Ctrl V ជាការស្រេចខ្ញុំចុច Enter មួយមកដើម្បីចុះមកក្រោមបាទខ្ញុំឈរលើកម្មវិធី Excel ម្ដងបន្ទាប់មកខ្ញុំចុចទៅកាន់កម្មវិធីរបស់យើងម្ដងទៀតបន្ទាប់មកនៅត្រង់នេះគឺយើងមានជម្រើសមួយទៀតឈ្មោះថា Window ពាក្យថា window នឹងមានន័យថាវានឹងកាត់ផ្ទាំង dialog box ដែលវាបង្ហាញនៅលើគេឥឡូវឧទាហរណ៍នៅក្នុង Excel នេះខ្ញុំសូមបើក dialog box មួយទៅខ្ញុំអាចចុចនៅលើ font ខ្ញុំអាចចុចនៅត្រង់ណាក៏បានដែរចុចត្រង់នេះក៏បានដែរអានេះហើយគេហៅថា dialog box អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់កាត់រូបមួយផ្ទាំងខាងលើហ្នឹងខ្ញុំអាចប្រើប្រាស់នៅជម្រើសទី3នេះបានចុចលើ window បន្ទាប់មកចុចលើ new ហើយខ្ញុំចូលទៅចំអាហ្នឹងទៅគឺវានឹងកាត់អាហ្នឹងហើយបើយើងចូលទៅក្រៅវានឹងកាត់អាក្រោយនេះអញ្ចឹងខ្ញុំចូលលើហ្នឹង clickនោះយើងបានរូបមួយហ្នឹងហើយនៅត្រង់នេះអ្នកទាំងអស់គ្នាអាចធ្វើការ highlight បន្ថែមទៅនៅពេលដែលយើងកាត់រូបហើយជម្រើសទាំង3ទាំង4អ្នកទាំងអស់គ្នាអាច highlight បានទាំងអស់ដើម្បី highlight បានអ្នកទាំងអស់គ្នាកុំភ្លេចធ្វើការចុចនៅត្រង់នេះព្រីកវាធំហើយចុចត្រង់នេះមកយើងមានជម្រើសច្រើនទី1អ្នកទាំងអស់គ្នាអាចធ្វើការចាក់ពណ៌សិនទៅចាក់ពណ៌ហើយកន្លែងនេះគឺកម្រាស់វាអ្នកទាំងអស់គ្នាអាចដាក់ក្រាស់ដាក់ស្ដើងតាមការចង់បានជាទូទៅដាក់3 4អីហ្នឹងទៅបានហើយកន្លែងនេះ profile គឺអត់ចាក់ទេដោយសារអីនៅពេលដែលយើងគូឧទាហរណ៍ខ្ញុំយករង្វង់មូលចេះឬមួយក៏ចាក់កោនកែងនៅពេលដែលយើងអូសទៅចង់ឲ្យវាចេញបែបនេះអញ្ចឹងលុបវិញខ្ញុំចុចកន្លែងនេះហើយយកមកលុបវាវិញទៅចុចម្ដងទៀតឧទាហរណ៍ខ្ញុំចង់ highlight នៅត្រង់ចំណងជើងនេះខ្ញុំ highlight កន្លែងនេះហើយខ្ញុំ highlight កន្លែងនេះទៀតទៅមានលេខឧទាហរណ៍ថាមានការកែប្រែលេខអីចឹងទៅកំណត់លេខឲ្យត្រូវឲ្យទៅចាំយើងកាត់កន្លែងនេះយើងកំណត់យកបឋមឧទាហរណ៍អញ្ចឹងណាហើយនៅត្រង់កន្លែងនេះគឺយើងកំណត់យកតនិចវាស្មើអញ្ចេះឬមួយក៏នៅត្រង់កន្លែងនេះយក0ដឺក្រេហើយបន្ទាប់មកចុងក្រោយយើងចុចលើប៊ូតុង OK អ្នកទាំងអស់គ្នាអាចប្រើការ៉េឬក៏ចាក់តកោនកែងឬក៏ប្រើរង្វង់មូលនេះក៏បានដែរអ្នកទាំងអស់គ្នាអាចធ្វើការគូរង្វង់មូលក៏បានដែរយើងចេះទៅគូចង់ឲ្យវាមូលអ្នកទាំងអស់គ្នាអាចចុច Shift ឲ្យជាប់ខ្ញុំគូម្ដងទៀតចុច Shift ហើយយើងគូទៅអាហ្នឹងគឺវាបានមូលបែបណាបាទទីហើយខ្ញុំគូត្រង់នេះអ្នកទាំងអស់គ្នាអាចធ្វើការចាប់វាដោយធ្វើម៉េចចូលឲ្យចេញសញ្ញាព្រួញ4ចេះយើងអូសទៅអូសទៅណាក៏បានដែរហើយអ្នកទាំងអស់គ្នាចង់លុបវាចោលយើងចុច eraser នេះមកហើយអូសលើវាទៅវាបាត់ហើយប៉ុណ្ណឹងហើយយើងយកទៅដាក់នៅក្នុង Word រួចហើយយើងគ្រាន់តែចុច Ctrl V ទៅជាការស្រេចនិយាយទៅកម្មវិធី Snipping Tool នេះគឺវាជួយពន្លឿនទៅដល់ការរៀបចំមេរៀនបានលឿនជាងមុនខ្លាំងបើអ្នកទាំងអស់គ្នាចេះប្រើប្រាស់ត្រឹមត្រូវនៅសមមួយជម្រើសទៀតឲ្យខ្ញុំច្រឡំបិទបាត់ហើយ sorry
ខ្ញុំសូមបើកវាមកវិញ snipping tool មិញ SNI បាទចុចលើ snipping tool នៅសល់មួយជម្រើសទៀតគឺជម្រើសមួយនេះ rectangle នេះមានន័យថាយើងអាចគូរដោយខ្លួនឯងដោយកំណត់នៅទីតាំងណាមួយក៏បានដែរបន្ទាប់ពីយើងបាន select អានេះហើយយើងរើស rectangle ហើយបន្ទាប់មកចុចលើ new នេះមកយើងកាត់វាទៅឧទាហរណ៍ខ្ញុំយកត្រឹមប៉ុណ្ណេះមានជាប់ ABCD កលឹម header ហើយ row header 1 2 3ចឹងទៅឧទាហរណ៍ខ្ញុំយកប៉ុណ្ណឹងវានឹង load មកបានប៉ុណ្ណេះដាក់នៅក្នុង Word របស់យើង Ctrl V មកជាការស្រេចមួយទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើការ highlight កាត់របៀបជាលក្ខណៈមេរៀនម្ដងទៀតមកខ្ញុំធ្វើការ click នៅត្រង់ការគណនានេះណាមួយទៅដើម្បីឲ្យវាបង្ហាញរូបមន្តនៅកន្លែងនេះឧទាហរណ៍កន្លែងនេះរូបមន្តសាំមិញយើងនិយាយអំពីអនុគមសាំហើយយើងចង់កាត់រូបមន្តអនុគមសាំអញ្ចឹងនៅត្រង់នេះគឺយើងរើស rectangle ហើយចុច new មកហើយអូសលើនឹងតិចទៅអូសប៉ុណ្ណេះបាទចុចត្រង់នេះឲ្យធំបន្ទាប់មកចុចត្រង់នេះយក rectangle នេះយើងគូ highlight នៅត្រង់នេះទៅបញ្ជាក់ថាកន្លែងនេះនៅត្រង់កន្លែងនេះខ្ញុំ select កន្លែងនេះដែរទៅបញ្ជាក់ថានៅត្រង់កន្លែងនេះគឺយើងប្រើប្រាស់អនុគមសាំដោយអូសចាប់ពី D 3រហូតដល់ H 3មានន័យថាអូសចាប់ពីនេះដល់នេះហើយខ្ញុំយកសញ្ញាព្រួយនេះមកគូមួយមកភ្ជាប់បែបហ្នឹងមកបញ្ជាក់ថាកន្លែងហ្នឹងគណនាដោយប្រើអនុគមសាំយើងមកដាក់លើ Word របស់យើងមក Ctrl V ត្រង់នេះគណនាដោយប្រើប្រាស់អនុគម if មាន S ដើម្បីធ្វើការពិភាក្សាលក្ខខណ្ឌឲ្យវាចេញទៅ ABCD អញ្ចឹងទៅយើងមកដាក់លើ Word ទៅជាការស្រេច